មកដឹងពីប្រទេសដែលនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិច្រើនជាងគេសម្រាប់ឆ្នាំ2025នៅក្នុងឆ្នាំ2025នេះពិភពលោកបានផលិតស្រូវអង្ករឈានដល់កំណត់ត្រារហូតទៅដល់743លានតោនដែលបានកើនឡើងលើសពីឆ្នាំ2024រហូតទៅដល់ចំនួន 6.1 លានតោនហើយក្នុងចំណោមប្រទេសទាំងអស់នោះគឺប្រទេសឥណ្ឌាជាអ្នកនាំមុខគេខណៈដែលប្រទេសចិនបានឈរនៅលំដាប់ថ្នាក់ទី2ហើយបណ្ដាប្រទេសនៅតំបន់អាស៊ីក៏បានគ្រប់គ្រងលើការផលិតនិងនាំចេញស្រូវអង្កររហូតទៅដល់ 90% ផងដែរទីភ្នាក់ងារកសិកម្មបរទេសនៃក្រសួងកសិកម្មសហរដ្ឋអាមេរិកបានបញ្ជាក់ថានៅក្នុងឆ្នាំ2025នេះប្រទេសឥណ្ឌានិងប្រទេសចិននឹងក្លាយទៅជាប្រទេសដែលផលិតស្រូវអង្ករនាំមុខគេនៅលើទីផ្សារអន្តរជាតិរីឯប្រទេសបង់ក្លាដេសនិងប្រទេសឥណ្ឌូនេស៊ីក៏ជាប្រទេសដែលផលិតស្រូវអង្ករដ៏សំខាន់ផងដែរដោយប្រទេសនីមួយៗបានចូលរួមចំណែកដល់ការបង្កើនភាគរយបន្ថែមដល់ផលិតផលស្រូវអង្កររបស់ពិភពលោកបើតាមក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថានៅក្នុងឆ្នាំ2025ពិភពលោកមានផែនការផលិតអង្កររហូតដល់បំបែកកំណត់ត្រាស្រូវអង្កររហូតដល់743លានតោនខាងក្រោមនេះគឺជាប្រទេសដែលផលិតស្រូវអង្ករច្រើនជាងគេនៅក្នុងពិភពលោកសម្រាប់ឆ្នាំ2025ទី1ប្រទេសឥណ្ឌាផលិតស្រូវបានចំនួនជាង265លានតោននិងផលិតចេញជាអង្ករបានចំនួន147លានតោនស្មើនឹង 27% នៃផលិតផលអង្កររបស់ពិភពលោកទី2គឺប្រទេសចិនផលិតស្រូវបានចំនួនជាង255លានតោននិងផលិតអង្ករចេញបានចំនួន145.28លានតោនស្មើនឹង 27% នៃផលិតផលអង្កររបស់ពិភពលោកទី3ប្រទេសបង់ក្លាដេសផលិតស្រូវបានរហូតដល់ជាង57លានតោននិងផលិតអង្ករចេញបានចំនួន 36.6 លានតោនឬស្មើនឹង 7% នៃផលិតផលអង្ករសរុបរបស់ពិភពលោកទី4ប្រទេសឥណ្ឌូនេស៊ីផលិតស្រូវបានរហូតដល់ជាង54លានតោននិងផលិតអង្ករបានចំនួន 34.6 លានតោនឬក៏ស្មើនឹង 6% នៃផលិតផលអង្ករសរុបរបស់ពិភពលោកទី5ប្រទេសវៀតណាមផលិតស្រូវបានរហូតដល់ជាង42លានតោននិងផលិតអង្ករចេញបានចំនួន 26.95 លានតោនឬស្មើនឹង 5% នៃផលិតផលអង្កររបស់ពិភពលោកទី6គឺប្រទេសថៃផលិតស្រូវបានចំនួនជាង34លានតោននិងផលិតអង្ករចេញបានចំនួន 20.55 លានតោនឬស្មើនឹង 4% នៃផលិតផលអង្កររបស់ពិភពលោកទី7ប្រទេសភូមាឬក៏ប្រទេសមីយ៉ាន់ម៉ាផលិតស្រូវបានជាង24លានតោននិងផលិតអង្ករចេញបានចំនួន 11.9 លានតោនឬក៏ស្មើនឹង 2% នៃផលិតផលអង្កររបស់ពិភពលោកទី8ប្រទេសហ្វីលីពីនផលិតស្រូវបានជាងចំនួន19លានតោននិងផលិតអង្ករចេញបានជិត12លានតោនឬក៏ស្មើនឹង 2% នៃផលិតផលអង្កររបស់ពិភពលោកទី9ប្រទេសកម្ពុជាផលិតស្រូវបានចំនួនជាង11លានតោននិងផលិតអង្ករចេញបានចំនួន 8.47 លានតោនឬស្មើនឹង 7% នៃផលិតផលអង្កររបស់ពិភពលោកប៉ុន្តែបើយោងទៅតាមការលើកឡើងរបស់លោកលងយ៉ាងជាអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងកាលពីឆ្នាំ2024កម្ពុជាផលិតបានស្រូវរហូតដល់ជាង13លានតោនដោយកើនលើសពីឆ្នាំ2023រហូតដល់ចំនួន 1.4 លានតោនទី10គឺប្រទេសប៉ាគីស្ថានផលិតស្រូវបានជិត11លានតោននិងផលិតអង្ករចេញបានចំនួន12លានតោនឬក៏ស្មើនឹង 2% ដោយឡែកការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកវិញសម្រាប់ឆ្នាំ2025នេះគឺមានប្រហែលជាង60លានតោនហើយប្រទេសដែលនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកច្រើនជាងគេនោះទី1ក្នុងនោះរួមមានទី1ប្រទេសឥណ្ឌាគឺជាអ្នកនាំចេញអង្ករច្រើនជាងគេនៅលើទីផ្សារពិភពលោកដោយឥណ្ឌានាំចេញអង្ករកើនឡើងរហូតដល់24លានតោនទី2ប្រទេសថៃជាអ្នកនាំចេញអង្ករច្រើនជាងគេក្នុងលំដាប់លេខរៀងទី2ដោយថៃបាននាំអង្ករចេញរហូតដល់ 7.5 លានតោនទី3ប្រទេសវៀតណាមបាននាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក 7.5 លានតោនទី4ប្រទេសប៉ាគីស្ថានបាននាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកចំនួន 5.3 លានតោន
ទី5សហរដ្ឋអាមេរិកបាននាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកចន្លោះពី3លានទៅ4លានតោនទី6គឺប្រទេសចិនបាននាំចេញនៅអង្ករទៅកាន់ទីផ្សារពិភពលោកចន្លោះពី2លានតោនទៅ3លានតោនស្រាប់ពេលគ្នានេះក៏មានប្រទេសផ្សេងៗទៀតក៏កំពុងតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការនាំអង្ករចេញទៅកាន់ទីផ្សាររបស់ពិភពលោកផងដែរក្នុងនោះក៏មានដូចជាប្រទេសកម្ពុជានិងប្រទេសមីយ៉ាន់ម៉ាជាដើមទោះបីជាយ៉ាងណាក៏ដោយចំនួនផលិតផលស្រូវអង្កររបស់ពិភពលោកអាចមានតួលេខខុសគ្នាតិចតួចដោយផ្អែកទៅលើឯកសារមួយចំនួនផងដែរ